សូមស្វាគមន៍មកកាន់ The Breaking Coin យន្តហោះចម្បាំងស៊ូ57ស្ថិតនៅក្នុងរបៀបវាដែលសំខាន់របស់លោកពូទីនសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌាប្រភពពី RT ថ្ងៃទី2ខែធ្នូឆ្នាំ2025លោកឌីមីត្រីពេស្កូវអ្នកនាំពាក្យវិមានក្រមឡាំងបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីននឹងពិភាក្សាអំពីការផលិតរួមគ្នានៃយន្តហោះចម្បាំងស៊ូខុយស៊ូ57ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Delhi នៅសប្តាហ៍នេះទីក្រុង New Delhi បានលើកទឹកចិត្តក្រុមហ៊ុនការពារជាតិមកពីប្រទេសជាមិត្តរួមទាំងប្រទេសរុស្ស៊ីផងដែរឲ្យធ្វើការជាមួយក្រុមហ៊ុនផលិតអាវុធក្នុងស្រុកដើម្បីជំរុញគំនិតផ្ដួចផ្ដើមផលិតនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រីលោកពេស្កូវបាននិយាយថាបញ្ហាយន្តហោះចម្បាំងស៊ូ57ពិតជានឹងស្ថិតនៅក្នុងរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខអ្នកនាំពាក្យរូបនេះបានបន្ថែមថាការពិភាក្សាអំពីកំពង់ផែចាបាហានិងផ្លូវពាណិជ្ជកម្មឈាននៃ Vladivostok ក៏ស្ថិតនៅក្នុងរបៀបវារៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសឥណ្ឌាផងដែរទីក្រុងចាបាហាប្រទេសអ៊ីរ៉ង់គឺជាចំណុចសំខាន់មួយនៅក្នុងច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើងខាងត្បូងឬ INSTC ដែលជាបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយដែលភ្ជាប់ប្រទេសឥណ្ឌាជាមួយប្រទេសរុស្ស៊ីអាស៊ីកណ្ដាលនិងអឺរ៉ុបប្រទេសឥណ្ឌាបានវិនិយោគលើការអភិវឌ្ឍកំពង់ផែនេះលោកពេស្កូវបាននិយាយថាប្រទេសរុស្ស៊ីកំពុងពង្រីកផលិតកម្មរួមគ្នាជាមួយប្រទេសឥណ្ឌានៅក្នុងវិស័យជាច្រើនហើយនឹងបន្តការងារនេះលោកបានមានប្រសាសន៍ថាអ្វីដែលអាចចែករំលែកជាមួយប្រទេសឥណ្ឌានឹងត្រូវបានចែករំលែកលោកពេស្កូវបានបន្ថែមថាទីក្រុងញូដេលីមានឆន្ទៈក្នុងការស្ដាប់ចំហរបស់ទីក្រុងមូស្គូលើចំនួនអ៊ុយក្រែនលោកបានមានប្រសាសន៍ថាប្រទេសឥណ្ឌាចង់ស្ដាប់យើងចង់ពន្យល់ខ្លួនឯងផ្ទាល់ប្រទេសឥណ្ឌាស្ដាប់យើងហើយវាជាការយោគយល់គ្នាទៅវិញទៅមកដូច្នេះយើងពិតជាកោតសរសើរឥណ្ឌាអ្នកនាំពាក្យវិមានក្រមឡាំងបាននិយាយថាប្រទេសរុស្ស៊ីរីករាយនឹងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុតជាមួយទាំងប្រទេសឥណ្ឌានិងប្រទេសចិនលោកពូទីននឹងធ្វើទស្សនកិច្ចលើកទី10របស់គាត់ទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី4-5 ខែធ្នូ